ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Share Mr. ថ្ងៃនេះខ្ញុំមានមេរៀនមួយមកចែករំលែកទាក់ទងនឹងការកំណត់ទំហំនិងប្រភេទក្រដាសក្នុងកម្មវិធី Microsoft Word ដំបូងគឺយើងត្រូវចុចទៅលើកម្មវិធី Microsoft Word យ៉ាចុច double click លើកម្មវិធីហ្នឹងនៅពេលដែលយើងចុចរួចហើយយើងជ្រើសយកពាក្យ Blank Document នេះគឺជាប្រភេទសញ្ញាកិច្ចការរបស់យើងដែលយើងអត់ទាន់បានកំណត់ទេដើម្បីកំណត់ទំហំនិងប្រភេទក្រដាសបានយើងត្រូវចូលទៅ Layout នៅពេលដែលយើងចូល Layout រួចហើយយើងចូលទៅ Page Setup យើងចុចលើសញ្ញាព្រួយនេះបន្តមកទៀតយើងចាប់ផ្ដើមកំណត់នៅក្នុង Margin អញ្ចឹងកន្លែងនេះយើងអាចយក2ដូចខ្ញុំក៏បានដែរឬក៏យក1កន្លះក៏បានដែរដើម្បីកំណត់បានចុចលើកន្លែងហ្នឹងហើយយើងកំណត់មកលើខ្ញុំយក 1.5 វិញហើយបន្តមកទៀតកន្លែង top នេះគឺជាកន្លែងទាក់ទងទៅនឹងផ្នែកខាងលើនៃសញ្ញាកិច្ចការរបស់យើងតើយើងចង់បានខ្លីប៉ុន្មានបើចង់បានខ្លីគឺយកឲ្យខ្លីជាងមក 1.5 ឬក៏2ក៏បានដែរកន្លែងហ្នឹងហើយកន្លែង bottom នេះគឺន័យថាផ្នែកខាងក្រោមនៃសញ្ញាកិច្ចការរបស់យើងតើយើងចង់បានកែមកវាហ្នឹងតូចប៉ុណ្ណាបើចង់បានតូចជាង2យើងអាចយក1កន្លះក៏បានដែរណាកន្លែងហ្នឹងអញ្ចឹងអាចជួយ 1.5 ហើយកន្លែង left ហ្នឹងមកថាផ្នែកខាងឆ្វេងនៃក្រដាសរបស់យើងអញ្ចឹងកន្លែងនេះខ្ញុំយក2ហើយ right ហ្នឹងខ្ញុំយក 1.5 កន្លែងនេះយើងអាចវាយដោយtop ឬក៏ bottom ក៏បានដែរឬក៏យើងអាចសេរីចុចកន្លែងព្រួញនេះក៏បានដែរបន្តមកទៀតនៅពេលយើងកំណត់ top bottom left right រួចហើយយើងមកមើលទាក់ទងពាក្យ orientation នេះមានន័យថាជាការកំណត់ក្រដាសរបស់យើងតើយើងចង់បានជាក្រដាសផ្ដេកឬក៏ចង់បានជាក្រដាសបញ្ឈរបើសិនជាយើងចង់បានក្រដាសបញ្ឈរយើងចុចពាក្យ portrait មកចុចលើរូបហ្នឹងប៉ុន្តែបើសិនជាយើងអត់ចង់បានក្រដាសបញ្ឈរទេយើងចង់បានក្រដាសផ្ដេកយើងចុចលើពាក្យ landscape មកវានឹងបង្ហាញពីតើក្រដាសផ្ដេករបស់យើងប៉ុន្តែកិច្ចការរបស់ខ្ញុំចង់បានក្រដាសបញ្ឈរជាងខ្ញុំយកពាក្យ portrait វិញបន្តមកទៀតកន្លែង margin គឺយើងកំណត់ប៉ុណ្ណឹងហើយបន្តមកទៀតយើងចូលយកពាក្យ paper នេះមានថាទាក់ទងនឹងក្រដាសរបស់យើងតើយើងចង់បានក្រដាសបែបណាមានពេលដែលចុចដំបូងបើសិនជាយើងអត់ទាន់បានកំណត់វាចេញ letter ដល់កន្លែងនេះខ្ញុំយកពាក្យ A4 អញ្ចឹងខ្ញុំយកពាក្យ A4 ហើយបន្តមកទៀតកន្លែងនេះមានជម្រើសទៅទាំងពីរកន្លែងនេះបើសិនជាយើងចង់ឲ្យកិច្ចការរបស់យើងដែលយើងកំណត់ពីកន្លែង margin និង paper នេះមានថានៅពេលដែលយើងចូលលើក្រោយទៀតយើងអត់ចាំបាច់កំណត់ម្ដងទៀតទេយើងអាចយកពាក្យ save as defeat ប៉ុន្តែបើសិនជាចុច OK មានន័យថានៅពេលដែលយើងធ្វើកិច្ចការម្ដងទៀតយើងត្រូវកំណត់ម្ដងទៀតអញ្ចឹងទៅខ្ញុំអត់ចង់កំណត់សញ្ញាកិច្ចការរបស់ខ្ញុំម្ដងទៀតទេខ្ញុំយកពាក្យ save as default នេះមកហើយបន្តទៀតខ្ញុំយកពាក្យ yes ចាំមិនថាកិច្ចការរបស់ខ្ញុំទាក់ទងនឹងការកំណត់ក្រដាសគឺបានរួចរាល់សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចូលរួមការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត